បងបងដែលលឺអត់ខឹងខុសខឹងខូចខឹងខាតខ្ញុំមើលព័ត៌មានមួយថ្ងៃនេះណាបរោះម្នាក់គ្រាន់តែរឿងចោតផាសស្អាតទេណាធ្វើឲ្យមនុស្សម្នាក់ស្លាប់ខ្ញុំប្រាប់ថាវិបដិសេរីកូនប្រពន្ធបងប្អូនគេមើលក្នុងរូបភាពដែលអ្នកshareមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាបើយោបល់ខ្ញុំហ្មងកុំshareអីបើខ្ញុំជាកូនជាប្រពន្ធឬមួយក៏ជាម្ដាយជនរងគ្រោះខ្ញុំអត់អាចទទួលយកបានទេឈឺចាប់ណាស់អញ្ចឹងកុំshareអីណាកុំshareទី2ស្ត្រីម្នាក់ធ្វើបាបមនុស្សវ័យចំណាស់ម្នាក់ធ្វើឡើងខុសខើដូចធ្វើបាបលើសត្វទៀតណាអានេះគឺសុទ្ធតែជាកំហឹងខឹងខុសខឹងខូចខឹងខាតបងណាទី3ស្ត្រីម្នាក់អីគាត់ជាភេទណាគាត់ធ្វើទរណកម្មទៅនឹងអ្នកនៅជាមួយអានេះសុទ្ធតែជាការគ្រប់គ្រងចិត្តមិនបានល្អខ្ញុំសូមប្រាប់ណាចិត្តជាម្ចាស់នៃរូបរាងកាយចិត្តមិនសប្បាយកាយកើតទុកកំហឹងមកពេលកំហុសមកពេលធ្វើឲ្យខូចអនាគតមួយជីវិតដូចភ្លើងស្តុកចឹងគេឲ្យឈប់មកផ្លែតទេដើម្បីឲ្យអត្តភាពអ្នកមួយទៀតឆ្លងកាត់ប៉ុន្តែអ្នកខ្លះចិត្តក្តៅចិត្តឆេវអត់ចេះគ្រប់គ្រងចិត្តទេទៅវើទៅប៉ះគេដែលគេអត់ដឹងអីណាទៅវើមកផ្លែតមកប្រមាណវិនាទីឈប់អត់បានទេគ្រប់គ្រងកំហឹងអត់បានទេប៉ុន្តែទៅវើអាចតែដេកក្នុងគុកអស់មួយជីវិតអាដេកក្នុងគុកសំណាញ់ច្បាប់ញឹកមកជុំទេងុំសំណាញ់កម្មពៀទៀតណាអ្នកខ្លះមានគិតអត់ម៉ែឪបងប្អូនគេកំពុងតែចាំប្តីចាំឪពុកចាំម្ដាយចាំបងប្អូនគេនៅផ្ទះមាននឹកចិត្តគេអត់ណាគេកំពុងចាំនៅតែផ្ទះតែឯងនេះគាត់កំហឹងមកពេលអត់អាចទប់ចិត្តបាននេះធ្វើឲ្យអន្តរាយដល់ជីវិតអ្នកដទៃនេះតែសួរអ្នកមានវិបត្តិសេរីទេមានវិបដិសេរីទេណាអញ្ចឹងអានេះជាសារណាម៉ាលីផាឡាសូមជំរាបថាបងប្អូនស្រឡាញ់ប្រជាពលរដ្ឋទាំងអស់គ្នាទាំងក្មេងចិនស៊ីខឹងខុសខឹងខូចខឹងខាតមិនបាច់ចង់ឈ្នះអ្នកដទៃទេឈ្នះតែចិត្តខ្លួនឯងទៅឈ្នះតែជីវិតខ្លួនឯងឈ្នះតែឥឡូវមួយថ្ងៃវល់ល្ងាចនេះយើងបានធ្វើអីខ្លះតែយើងបានឈ្នះអីខ្លះនៅក្នុងជីវិតយើងនេះប៉ុណ្្នឹងបានហើយគ្រប់គ្រងចិត្តខ្លួនឯងឈ្នះចិត្តខ្លួនឯងស្មើនឹងឈ្នះពិភពលោកទាំងមូលជោគជ័យថ្ងៃហ្នឹងមិនបាច់ចាំថ្ងៃស្អែកទេអូខេពីផាឡាទៅ